ចឹងអ្នកនរប្រកាសជាស្គាល់អាបហើយតែដើមកំណើតវាមកពីណាវាមានរឿងអីគេខ្លះហើយតើវាពិតឬមិនពិតអាបហ្នឹងអញ្ចឹងថ្ងៃដែរគឺខ្ញុំឲ្យចែជីងអ្នកនិយាយភាសាចែហ្នឹងស្គាល់រឿងអាបច្រើនជាងខ្ញុំហើយសម្រាប់អាបមិនមែនមាននៅតែប្រទេសខ្មែរយើងមួយទេអ្នកគ្នានៅក្នុងតំបន់អាស៊ានដូចជាខ្មែរវៀតណាមឥណ្ឌូនេស៊ីហើយសោសៀមក៏មានដែរអ្នកគ្នានិយាយគឺសិតតែមានជំនឿថាមានប្រភេទអាបហ្នឹងចឹងអាបហ្នឹងវាកើតមកពីអ្វីវាគឺជាខ្មោចជាព្រាយឬក៏ជាអ្វីអាបមិនមែនជាព្រាយអាបគឺជាប្រភេទអមនុស្សដែលពាក់កណ្ដាលអមនុស្សពាក់កណ្ដាលមនុស្សហើយក៏វាមានដើមកំណើតមកពីណាអ្នកគ្នាមានដើមកំណើតហើយបញ្ជាក់មួយទៀតអាបគឺមានតែមនុស្សស្រីទេអ្នកគ្នាគឺភាគច្រើនកើតឡើងមកពីមនុស្សស្រីហ៊ានអាគមមិនថាហ៊ានអាគមដាក់ស្នេហ៍ហ៊ានអាគមអីក៏ដោយទាំងអស់ហើយបែកអាគមអ្នកគ្នានៅពេលបែកអាគមទៅក៏ខ្លាចទៅជាអាបចឹងអាបវាចេញពេលណាវាជាមនុស្សវាដើរថ្ងៃបានអត់ហើយវាញ៉ាំអីជាអាហារហើយចឹងអាបគឺគេចេញតែពេលយប់ទេអ្នកគ្នាចេញពេលយប់ចឹងដកចេញមកហើយដកកហ្នឹងណានៅពេលដកចេញយប់ហើយរបស់អីដែលស៊ីចូលចិត្តស៊ីមានដូចជាប្រភេទឆ្អាបប្រភេទឈាមយ៉ាហើយរបស់ឆ្អាបឆៅជាកាត់ហើយមួយទៀតជាប្រភេទបើសត្វវិញចូលចិត្តស៊ីចលែនហើយកែពីអីហ្នឹងចាំមានរឿងអីទៀតដែលបងត្រូវដឹងពីអាបអត់អាបរបស់ដែលអាបខ្លាចដែលគេនិយាយតគ្នាមានដូចជាប្រភេទដើមបន្លាអីហ្នឹងរបស់មុតព្រួយអាចមុតពវៀនហ្នឹងបានហើយដូចនៅតាមខេត្តចឹងតាមផ្ទះចឹងគេចូលចិត្តដាក់ប្រភេទរបស់ស៊ុយអីនៅជុំវិញផ្ទះអីដែរប្រភេទបន្លាប្រភេទអីហ្នឹងដើម្បីការពារកុំឲ្យវាចូលមកចឹងទៅអាហ្នឹងជាទំនៀមទម្លាប់អ្នកដែលគាត់នៅខេត្តហើយមួយទៀតអ្នកនរគ្នាអានេះតាមជំនឿរបស់ខ្មែរយើងហ្មងគេថាអាបអាចស្នងយើងនៅពេលដែលអាបចិត្តអីចឹងណាចិត្តស្លាប់អីចឹងត្រូវតាមខអ្នកស្នងហើយការស្នងរបស់គេដែលគេនិយាយតគ្នាការស្នងរបស់គេគឺដោយទឹកមាត់នៅប្រុសឆ្លងដែរបានអត់តាមដឹងដូចអត់ទេតាមមនុស្សស្រីហេងប៉ុន្តែមនុស្សប្រុសអាចកើតជារបស់មួយទៀតចឹងសំណួរចុងក្រោយតើអាបមានពិតឬមិនពិតឬក៏ជារឿងប្រឌិតទេមួយណាសម្រាប់អាហ្នឹងបើឲ្យបញ្ជាក់ហ្មងសម្រាប់នៅអាស៊ានគឺគេគិតថាមានពិតតែបើសិនជាសម្រាប់នៅខាងអឺរ៉ុបប្រកាសជាគេថាមិនពិតហើយនិយាយកាត់អាហ្នឹងពិតអត់មានពិតអត់រឿងប្រឌិតទេមានពិតYes មានពិតយកហ្មងហ៎ Yes មានពិតនៅអាស៊ានហ្នឹងហើយបាទអ្នកគ្នារកឃើញថតផុសផងអ្នកគ្នាឲ្យ comment ខាងក្រោមឲ្យមើលផងហ្នឹងហើយ